จิเขชาปรมาโรกีการสรีคลีนคือจิโรคอย่างไกลเลงព្រះសកតសាស្តាទ្រង់គង់ប្រថាប់នៅនគរអាល្វីទ្រង់ប្រារព្ធឧបាសកម្នាក់ឧបាសកនោះចង់ស្ដាប់ព្រះធម៌ទេសនារបស់ព្រះបរមសាស្តាប៉ុន្តែត្រូវទៅរកកោសិនដល់ថ្ងៃត្រង់ទៅបានមកហើយមានការស្រេកឃ្លានជាខ្លាំងព្រះដ៏មានព្រះភិក្ខទ្រង់យាងពីសាវត្ថីមក30យោជន៍ដើម្បីឧបាសកម្នាក់នោះឯងកាលឧបាសកមិនទាន់មកទ្រង់មិនត្រាស់សម្ដែងព្រះធម៌ឡើយកាលឧបាសកមកហើយព្រះអង្គត្រាស់ចាត់ឲ្យគេរៀបចំអាហារឲ្យដល់ឧបាសកនោះការចាត់ចែងអាហារដោយព្រះតថាគតដូច្នេះមានតែម្ដងនឹងគត់ក្នុងព្រះត្រៃបិដកជាការអនុគ្រោះដើម្បីឧបាសកនោះមានកាយនិងចិត្តស្ងប់ស្ដាប់ព្រះធម៌សម្រាប់សោតាបត្តិផលភិក្ខុទាំងឡាយពោលទោសចំពោះព្រះបរមសាស្តាក្នុងរឿងចាត់ចែងនៅអាហារនោះទើបព្រះអង្គទ្រង់ត្រាស់នៅព្រះគាថាដូច្នេះថាจิเขชาปรมาโรกีសង្ខារាបរមាទុក្ខាអេតាំងយត្វាយថាភូតាំងនិព្វានាងបរមង្គសុខੰការស្រេកឃ្លានគឺជារោគយ៉ាងក្រៃលែងសង្ខារទាំងឡាយជាទុក្ខយ៉ាងក្រៃលែងអ្នកប្រាជ្ញដឹងច្បាស់នៅសេចក្តីនោះតាមពិតហើយរមែងធ្វើឲ្យជាក់ច្បាស់នៅព្រះនិព្វានព្រោះព្រះនិព្វានជាសុខយ៉ាងក្រៃលែងបាទព្រះគាថាជីខេឆាបរមារោគីដោយសេចក្តីថាបើរោគដតីរក្សាម្ដងក៏ជាសះស្បើយឬថាបុគ្គលអាចកំចាត់បង់បានឯចំណែកការស្រេកឃ្លានវិញត្រូវរក្សាអស់កាលជានិច្ចអ្នកដែលពោលទោសចំពោះព្រះបរមសាស្តាគឺមានតែពុទ្ធជនប៉ុណ្ណោះចំណែកព្រះអរិយបុគ្គលវិញនោះសូម្បីតែតោមនុស្សក្នុងចិត្តបន្តិចបន្តួចចំពោះព្រះអង្គក៏ពុំមានដែរព្រោះលោកបានជ្រាបនៅព្រះពុទ្ធគុណច្បាស់ព្រោះឃ្លាននិងព្រោះដើម្បីឲ្យបានរស់ទៅបរិភោគបានឆ្អែតបន្តជីវិតរស់នៅមនុស្សយើងស្រេកឃ្លានដោយតណ្ហាមិនបដិបត្តិធម៌ទេត្រូវស្លាប់ដែលជាឈ្មោះនៃវដ្តសង្សារដូច្នេះទើបត្រូវបដិបត្តិធម៌កំចាត់តណ្ហាដែលជាការស្រេកឃ្លានផងនិងដើម្បីបានរួចផុតចាកទុក្ខទាំងពួងផងរូបកាយត្រូវការអាហារបដិបត្តិធម៌ជាអាហារនៃចិត្តមត្តញ្ញូគឺអ្នកដឹងប្រមាណបានដល់អ្នកចេះល្មមមិនមានសម្បត្តិអ្វីក្នុងโลกនេះដែលធ្វើឲ្យមនុស្សមិនចេះល្មមបានឆ្អែតគ្រប់គ្រាន់នោះឡើយដូច្នេះហើយមនុស្សយើងត្រូវចេះប្រយ័ត្នចំពោះរាគៈខ្លួនឯងដែលធ្វើឲ្យវិនាសបាត់បង់នៅសេចក្តីសុខឬថាត្រូវចេះថែរក្សានៅសេចក្តីល្អរបស់ខ្លួនឲ្យគង់វង្សកុំឲ្យចាញ់បោករាគៈបោកបានតែអ្នកដែលងងឹតភ្នែកប៉ុណ្ណោះគឺមើលមិនដឹងខណ្ឌ5តាមសេចក្តីពិតហើយក៏ប្រកាន់ថាជាអត្តាតួខ្លួនមនុស្សយើងតែងយកវត្ថុខាងក្រៅមកវាស់សេចក្តីសុខគ្នាហើយក៏ប្រណាំងប្រជែងគ្នាដោយវត្ថុនោះប៉ុន្តែតាមពិតសេចក្តីសុខនៅនឹងចិត្តដែលបានអប់រំរហូតដល់បរមសុខឬបរមត្តសុខគឺព្រះនិព្វានមនុស្សយើងចង់បានសេចក្តីសុខតែមិនស្គាល់សេចក្តីសុខតាមពិតស្គាល់បានត្រឹមតែការបាត់ទុក្ខមួយគ្រាប៉ុណ្ណោះដោយលេបថ្នាំបំបត្តិការឈឺចាប់ចង់រួចចាកទុក្ខប៉ុន្តែមិនស្គាល់សេចក្តីទុក្ខតាមពិតប្រកាន់បញ្ញខណ្ឌថាជាអត្តាតួខ្លួនហើយអាស្រ័យតណ្ហាស្វែងរកសេចក្តីសុខក្នុងโลกនេះយើងដឹងថាភ្លើងក្តៅក៏មិនចាំបាច់ប្រាថ្នាឲ្យភ្លើងត្រជាក់ដែរព្រោះភ្លើងមិនមែនជាយើងឡើយហើយយើងក៏មិនបាននៅក្នុងភ្លើងនោះដែរយ៉ាងណាទុក្ខសច្ចក៏ដូច្នោះឯងទោះបីមនុស្សយើងបានគ្រប់គ្រងនៅលើពិភពលោកទាំងមូលក៏ដោយកិលេសនៅតែគ្រប់គ្រងលើមនុស្សបានដដែលមនុស្សយើងនៅតែជាទាស័កនៃកិលេសខ្លួនឯងរមែងមិនស្កប់ស្កល់មិនផុតចាកសេចក្តីទុក្ខឡើយភិក្ខុមានស្មារតីគ្រប់គ្រងខ្លួនឯងបានរមែងនៅជាសុខហើយបរិនិព្វានកន្លែងបដិបត្តិសតិប្បដ្ឋានគឺលោកយៈកាយវេទនាចិត្តធម៌
កិលេសកើតត្រង់ណាត្រូវបដិបត្តិសតបដ្ឋាននៅត្រង់នោះឯងប្រៀបដូចភ្លើងឆេះត្រង់ណាក៏ត្រូវប្រព្រឹត្តពន្លត់ភ្លើងនៅត្រង់នោះដូច្នោះដែរក្នុងโลกនេះមិនថាអ្នកណាបានអ្វីមានអ្វីប៉ុណ្ណានោះទេឲ្យតែមិនបានអប់រំចិត្តហើយគឺមិនរួចផុតចាកសេចក្តីទុក្ខឡើយបើយើងមានចិត្តច្រណែននឹងអ្នកដែលបានអ្វីក្នុងโลกនេះទាំងដែលអ្នកនោះនៅមានកិលេសចេះប្រកាន់ឈ្មោះថាយើងច្រណែននឹងអ្នកដែលមានទុក្ខក៏ព្រោះយើងខ្លួនឯងខ្វះនៅពន្លឺនៃប្រាជ្ញាដែរតើអ្វីទៅដែលមានតម្លៃស្មើប្ររតនត្រ័យតើអ្វីទៅដែលជាទីពឹងក្រៅអំពីព្រះនិព្វានសតបដ្ឋានជាផ្លូវទៅរកព្រះនិព្វានតើដូចម្ដេចជាមជ្ឈមបដិបទាមិនមែននៅក្នុងគំនិតមានខ្លួនយើងបានព្រះនិព្វានឬបានអ្វីនោះទេសតិរលឹកដឹងបរមត្តធម៌រឿយគឺរលត់អត្តានុត្តដ្ឋិមិនសម្គាល់នៅអត្តភាពនេះថាជាអត្តាទូខ្លួនឡើយជាយើងវេរាំងបស្សវតិអ្នកឈ្នះតែងជួបប្រទេសនៅពីព្រះដ៏មានព្រះភិក្ខទ្រង់គង់នៅព្រះចេតពុនមហាវិហារព្រះអង្គទ្រង់ប្រារព្ធការបរាជ័យនៃព្រះបាទកោសលព្រះបាទបសេនតិកោសលទ្រង់ធ្វើសង្គ្រាមចាញ់ព្រះបាទអជាតសតុដែលត្រូវជាក្មួយបង្កើតរបស់ព្រះអង្គទ្រង់កើតទុក្ខបង្អត់អាហារព្រះអង្គឯងដោយព្រះតម្រេះថាប្រយោជន៍អ្វីដោយការរស់នៅរបស់យើងភិក្ខុទាំងឡាយក្រាបទូលសេចក្តីនោះដល់ព្រះបរមសាស្តាទើបព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថាជាយើងវេរាំងបស្សវតិទុក្ខាងសេតិបរាជិតោឧបសន្តោសុខាងសេតិហិត្វាជាយៈបរាជយងអ្នកឈ្នះតែងជួបប្រទេសនៅពីអ្នកចាញ់រមែងដេកជាទុក្ខចំណែកបុគ្គលដែលស្ងប់រងាប់លះបង់នឹងការឈ្នះចាញ់ចេញហើយរមែងនៅជាសុខបទថាជាយងដោយសេចក្តីថាអ្នកឈ្នះនៅបុគ្គលដតីព្រះសម្មាសម្ពុទ្ធទ្រង់សរសើរបុគ្គលដែលឈ្នះខ្លួនឯងថាជាការឈ្នះដ៏ឧត្តមក្នុងសមរភូមិនៃវដ្តសង្សារសេចក្តីខឹងក្រោធកើតមកអំពីការចាប់កំហុសអ្នកដតីមិនតក់ស្លុតចំពោះអកុសលខ្លួនឯងដោយបរមត្ថអ្នកដតីគឺគ្រាន់តែមโนទ្វារវិថីចិត្តខ្លួនឯងសាងឡើងប៉ុណ្ណោះអ្វីនោះត្រឹមតែជាវិថីចិត្តនិងអារម្មណ៍របស់វិថីចិត្តប៉ុណ្ណោះឯងជាពិសេសវិបាករបស់កម្មតាមបញ្ញទ្វាដែលមិនមានបុគ្គលដតីធ្វើកម្មហើយយើងជាអ្នកទទួលវិបាកកម្មនោះឡើយលោកទាំង6សូនចាកសត្វបុគ្គលតួខ្លួនមានអ្នកណាមកធ្វើឲ្យយើងចាប់កំហុសហើយខឹងក្រោធទៅរកនោះតែបពោលពីសត្រូវពិតប្រាកដគឺកិលេសក្នុងចិត្តខ្លួនឯងបើកិលេសមិនមានហើយបញ្ហាកង្វល់ក្នុងវដ្តសង្សារក៏ត្រូវចប់ដែរខ្លាចប្រឡាក់ត្រូវកំប៉ះជ្រូកបបួលរាជសីច្បាំងគ្នាព្រោះច្រណែននឹងគេឈ្មោះរបស់រាជសីតែរាជសីមិនព្រមច្បាំងព្រោះជ្រូកស្មោកក្រោកមានខ្លួនប្រឡាក់ទៅដោយលីមួករាជសីមិនចង់ប្រឡាក់លីមួកទើបមិនព្រមច្បាំងប្រគល់ជ័យជំនះទៅឲ្យជ្រូកតែគេឈ្មោះរបស់រាជសីមិនបានធ្លាក់ចុះឡើយពេលខ្លះមនុស្សល្អក៏ត្រូវចាំបាច់ធ្វើប្រងើយជាមួយនឹងមនុស្សអាក្រក់ដែរមិនព្រមប្រឆាំងតបតនេះមិនមែនព្រោះខ្លាចតស៊ូមិនបាននោះទេតែព្រោះខ្លាចដល់ការប្រឡាក់ប្រឡោះនៅគ្រឿងសៅមងផ្សេងនោះឯងស្អប់ក៏ຕົកស្រឡាញ់ក៏ຕົកបើគេធ្វើមិនល្អជាមួយខ្លួនក៏មិនពេញចិត្តបង្កទុក្ខឲ្យកើតឡើងមួយបែបគឺទុក្ខព្រោះស្អប់មានការលំអៀងទៅខាងផ្នែកអន្តេសាក្នុងការរុញចេញបើគេធ្វើល្អជាមួយខ្លួនក៏ពេញចិត្តជាប់ជំពាក់ហួងហែងចង់ជួបចង់ឃើញចង់ឲ្យនៅចិត្ត
នេះជាទុកមួយបែបទៀតព្រោះស្រឡាញ់មានការលំអៀងទៅខាងផ្នែកអន្ទះសារក្នុងការទាញចូលហើយបើមានអ្នកណានិយាយដល់បុគ្គលនោះក្នុងរឿងមិនល្អក៏ឈឺមកដល់ខ្លួនឯងដែរជាការមិនបានសុខទាំងពីរយ៉ាងកាលបលះបង់នៅការមិនពេញចិត្តនិងការពេញចិត្តចេញបានដោយមានចិត្តស្ថិតក្នុងឧបេក្ខាញាណរមែងជាឥស្សរៈនិងជាសុខដ៏ល្អិតប្រណិត